បាទវីដេអូមុនខ្ញុំនិយាយអំពីការដាក់ប្រាក់ហើយវីដេអូនេះខ្ញុំនិយាយអំពីការដកប្រាក់ម្ដងអញ្ចឹងខ្ញុំបញ្ជាក់បងប្អូនបន្តិចវីដេអូដាក់ប្រាក់ហ្នឹងខ្ញុំអត់បានបញ្ជាក់ថាយើងដាក់តូចបំផុតប៉ុន្មានអញ្ចឹងយើងដាក់ប្រាក់និងដកប្រាក់គឺតូចបំផុតយើង$10យើងដាក់នឹងដក$10ទៅជាលក្ខខណ្ឌក្រុមហ៊ុនតូចបំផុត$10អញ្ចឹងដកតើយើងដកយ៉ាងម៉េចអញ្ចឹងបងប្អូនអត់ឃើញពាក្យដកប្រាក់ទេនៅលើនេះបងប្អូនអាចមើលឃើញនៅក្រោម deposit ចំកណ្ដាលហ្នឹងឃើញសញ្ញាត្រេនឹងខ្មៅតូចមួយចុចលើហ្នឹងមកនឹងឃើញពាក្យ withdrawal ហើយអញ្ចឹងយើងចុចលើ withdrawal ហ្នឹងមករួចហើយយើងមកជ្រើសរើសយើងដាក់ប្រាក់យើងដាក់តាម local bank local withdraw local deposit អញ្ចឹងយើងដកវិញក៏យើងដកតាម local deposit local withdraw ដូចគ្នាយើងដាក់តាម local bank យើងដកក៏តាម local bank ដែរអញ្ចឹងបងប្អូនចុចខាងលើមកបន្ទាប់ពីហ្នឹងយើង select account យើងដែលមានប្រាក់ដែលយើងចង់ដកអញ្ចឹងខ្ញុំមានប្រាក់តែក្នុង account មួយហ្នឹងទេខ្ញុំ select លើហ្នឹងហើយកន្លែងនេះយើងចំនួនទឹកប្រាក់យើងវាយមកតែយើងដក1000យើងដាក់1000ហ្នឹងមកបន្ទាប់ពីហ្នឹងប្រសិនបើបងប្អូនអត់ទាន់មានគណនីនៅក្នុងហ្នឹងទេយើងវាយបញ្ចូលអញ្ចឹងកន្លែង account number នេះគឺជាលេខកង់របស់យើងហើយកន្លែង bank នេះគឺជាឈ្មោះធនាគារហើយបើសិនយើងធ្លាប់ដាក់ប្រាក់ម្ដងហើយបងប្អូនគាត់ឲ្យចុចសញ្ញាត្រេនេះនឹងឃើញអ្វីដែលយើងឃើញកង់ធនាគារយើងដែលធ្លាប់ដកប្រាក់កាលមុនហើយអញ្ចឹងឥឡូវយើងថ្មីយើងអត់ទាន់បានវាយឧទាហរណ៍ថាយើងអត់ទាន់បានដកទៅចោះតែពិតទៅខ្ញុំមានកង់នៅក្នុងហ្នឹងហើយតែខ្ញុំបង្ហាញបងប្អូនអំពីថ្មីសុទ្ធយើងមិនដាល់ដកបើយើងដកលើកទី2វានឹងលោតកង់យើងឲ្យយើងចុចតាកន្លែងtrain ខាងស្ដាំមិញហ្នឹងមកអូខេខ្ញុំ copy លេខកង់ទៅអានេះជាលេខកង់ធនាគារបងប្អូនអាចដាក់បើ ACDA យើងអាចដាក់លេខកង់តន់ចិត្តបានតែនេះខ្ញុំដាក់លេខកង់វែងហើយបន្ទាប់មកយើងដាក់ ACDA ខ្ញុំប្រើ ACDA ហើយបើសិនជាយើងដាក់ម្ដងចុចសញ្ញាធ្លាប់ដកម្ដងហើយបងប្អូនចុចសញ្ញាព្រួយខាងលើមកវានឹងធ្លាក់កង់ដែលយើងធ្លាប់ដកហើយអញ្ចឹងយើងគ្រាន់តែ select កង់ហ្នឹងមកវារត់ចូល automatic បែបនេះហើយអញ្ចឹងបន្ទាប់ពីហ្នឹងយើងគ្រាន់តែចុច continue មកហើយមានសារបញ្ជាក់មួយទៀតទៅក្នុង email របស់យើងខ្ញុំសូមយកសារបញ្ជាក់បន្តិចសិនសារបញ្ជាក់លេខកូដ6ខ្ទង់ឥឡូវហ្នឹងខ្ញុំវាយតិចសិនលេខកូដ6ខ្ទង់8កុដ91 8កុដ91យើងផ្ទៀងផ្ទាត់ថាត្រូវហើយយើងចុច confirm ហើយលេខកូដហ្នឹងគឺនៅក្នុង email របស់បងប្អូនគឺគេផ្ញើចូល email របស់បងប្អូនចុច check email ហ្នឹងទៅឃើញហើយចុច confirm យើងគ្រាន់តែធ្វើប៉ុណ្ណឹងគឺរួចរាល់ហើយរងចាំខាងក្រុមការងារគេ approve គឺគេផ្ទៀងផ្ទាត់ហើយគេនឹងបាញ់ប្រាក់ចូលទៅ